តែនឹងមានអ្វីដែលកើតឡើងប្រសិនបើប្រទេសវេណេស៊ុយឡាមិនមាននេះជារឿងដែលនឹងធ្វើឲ្យញាក់ភ្ញាក់ផ្អើលមែនទែនផ្នែកភូមិសាស្ត្រកន្លែងជាដំណោះជាប់រវាងឈូសមុទ្រ Caribbean និងភាគខាងជើងអាមេរិកខាងត្បូងបាត់ទៅមិនមានវេណេស៊ុយឡាទឹកធ្លាក់ Angel Falls ដែលខ្ពស់ជាងគេបំផុតលើលោកក៏មិនមានដែរហើយប្រសិនបើគ្មានវេណេស៊ុយឡាព្រៃរំអែវដែលធំបំផុតលើពិភពលោកក៏មិនត្រូវបានរកឃើញទេគ្មានវេណេស៊ុយឡាមានន័យថាគ្មានការ៉ាកាសហើយមហាសមុទ្រ Caribbean ក៏បាត់កោះដ៏ស្រស់ស្អាតដូចជា Los Roques ម្ហូបហែលៗដូចជា Arepas ក៏គ្មានដែរប្រទេសដែលល្បីពីបញ្ហាបាក់បែកខ្លៃប្រាក់មិនដែលមានប្រសិនបើវេណេស៊ុយឡាមិនមាននៅលើផែនដីនោះពិភពលោកនឹងបាត់បង់ដែនធម្មជាតិដ៏អស្ចារ្យមួយ